សូមចូលរួមអបអរសាទរផងមុនដាច់ឆ្នាំអ្នកនាងផនសុផារីនិងស្វាមីធ្វើពិធីឡើងផ្ទះថ្មីជាវីឡាដ៏ប្រណិតនៅខេត្តសៀមរាបនិងដាក់ឈ្មោះកូនស្រីទាំងពីរនាក់ទៀតផងមហាជនអ្នកតាមដានជីវិតគ្រួសាររបស់តារាស្រីអ្នកនាងផនសុផារីនិងស្វាមីសុទ្ធតែបានឃើញហើយពីជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរដែលតែងតែបង្ហាញភាពផ្អែមល្ហែមពេញដោយក្តីសុខសុភមង្គលជាមួយនឹងកូនស្រីដ៏គួរឲ្យស្រឡាញ់ទាំងពីរនាក់តាមរយៈបណ្ដាញសង្គម Facebook ធ្វើឲ្យមហាជនលួចសរសើរទៀតផងបច្ចុប្បន្នជីវិតគ្រួសារអ្នកនាងផនសុផារីនិងស្វាមីកាន់តែរស់នៅក្នុងជីវិតបែបអភិជនមានទ្រព្យសម្បត្តិស្រុកស្ដំប្រើប្រាស់របស់ទំនើបរស់នៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃបន្តបន្ទាប់ហើយវីឡាថ្មីក្រោយនេះពួកគេទៅចូលរស់នៅជាង1ឆ្នាំប៉ុណ្ណោះរីឯមុខចំនួនការរកស៊ីកាន់តែកាក់កបពង្រីកបន្ថែមបន្តបន្ទាប់លើពីនេះអ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រស្ញើសរសើរពីជីវិតប្តីប្រពន្ធរបស់អតីតតារាកំប្លែងស្រីអ្នកនាងផនសុផារីនិងស្វាមីខ្លាំងថែមទៀតសពពេលដែលខូបចំណងស្នេហ៍រយៈពេល11ឆ្នាំក្នុងឆ្នាំ2025នេះអ្នកទាំងពីរបានបើកបង្ហាញផ្ទះវីឡាថ្មីដ៏ធំប្រណិតមួយទៀតដែលជាប្រភេទផ្ទះក្នុងក្តីស្រមៃរបស់ពួកគេសាងសង់ឡើងនៅឯទឹកដីខេត្តសៀមរាបមកដល់ពេលថ្មីនេះចំពោះវីឡាថ្មីដែលសង់ឡើងលើទឹកដីខេត្តសៀមរាបនោះបានសាងសង់រួចរាល់ហើយដែលអ្នកនាងផនសុផារីនិងស្វាមីបង្ហាញសកម្មភាពនាំកូនចូលរស់នៅព្រមទាំងបានរៀបចំកម្មវិធីឡើងផ្ទះវីឡាថ្មីនេះហើយដែរក្នុងនោះបើក្រឡេកមើលទស្សនវិជ្ជានៃវីឡាថ្មីនេះបានសង់ឡើងយ៉ាងប្រណិតស្កឹមស្កៃនិងមានលក្ខណៈទំនើបអ្វីដែលកាន់តែពិសេសគឺអ្នកនាងផនសុផារីនិងស្វាមីបានដាក់ឈ្មោះវីឡាជាឈ្មោះរបស់កូនស្រីទាំងពីរគឺបេឡាអេលីវីឡាគ្រប់កន្លែងទៀតផងចា៎នេះគឺជារឿងមួយដែលគួរឲ្យកោតសរសើរមែនទែនដែរអ្នកនាងផនសុផារីនិងស្វាមីចាប់ដៃគ្នារហូតទទួលបានជោគជ័យចា៎គឺទាំងផ្ទះវីឡាទាំងសុភមង្គលឡានទំនើបផ្សេងគឺជារឿងមួយដែលកោតសរសើរខ្លាំងមែនទែនបងប្អូនតើតោងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា